ជំរាបសួរលោកគ្រូថ្មីជំនាញសិនភក្តីមកពីក្រុម SV34 ថ្ងៃនេះមកលំហាត់ midterm គឺ Permission Management ឥឡូវចូលទៅមើលឧទាហរណ៍ដែលលោកគ្រូបានដាក់ឲ្យគឺទី1 create inventory ទី2គឺ create group ហើយនឹងទី3 group user ទី4 add group ទី4 add user into group ហើយទី5 set owner ទី6 permission ទី7 test permission ឥឡូវចូលទៅក្នុងកូដដំបូងថ្មយក command មួយយកមកប្រើគឺ true SV34 ដើម្បីចូលទៅមើល group នៅក្នុង folder SV34 ហ្នឹងគឺមាន file folder ACD HRD ITD MGD SAD ហើយនឹងWHD តទៅទៀតអាត្មាបានប្រើ command នេះដើម្បីចូលទៅមើល group ដែលបានបង្កើតបានបង្កើត group AC group HR group IT group SA group warehouse group ឥឡូវយើងចូលទៅ LS ដើម្បីចូលទៅក្នុងនេះដើម្បីមើល permission ដក L /SV34 នេះគឺជាការកំណត់សិទ្ធិឲ្យទៅ user មួយទី1 ACU03 គឺមានសិទ្ធិទៅលើ ACD គឺ read write execute ហើយ group ACG គឺមានសិទ្ធិទៅលើ ACD read write execute owner គឺអត់មានសិទ្ធិចូលមកទី2 HRUM មានសិទ្ធិទៅលើ HRUD HRD មានសិទ្ធិ read write execute ហើយ HRG គឺមានសិទ្ធិទៅលើ HRD read write execute owner គឺអត់មានសិទ្ធិចូលមកទី3 ITUM គឺមានសិទ្ធិទៅលើ ITUD read write execute group ITG គឺមានសិទ្ធិទៅលើ ITD read write execute ត្រី3 owner គឺអត់មានសិទ្ធិចូលមកទី4 MGUM មានសិទ្ធិទៅលើ MGUD read write execute group MGG មានសិទ្ធិទៅលើ MGD read write execute ត្រី3គឺ owner អត់មានសិទ្ធិចូលមកដល់មួយទៀត SAUM មានសិទ្ធិទៅលើ SAD read write execute group SAG មានសិទ្ធិទៅលើ SAD read write execute ត្រី3គឺអត់មានសិទ្ធិចូលមកដល់បន្តទៀតគឺ WHUM មានសិទ្ធិទៅលើ WHD read write execute group WHG មានសិទ្ធិទៅលើ WHD read write execute owner គឺអត់មានសិទ្ធិតមកទៀតយើងចូលទៅតេស្តលក្ខខណ្ឌ login ចូលទៅក្នុង user មួយដើម្បីតេស្តគឺយើងប្រើ command sudo login
ដំបូងមកចូលទៅ user ទី1 គឺuser account 03 password 123 ចឹង account user account 03ហ្នឹងគឺយើងបាន login ចូលហើយយើងសាកចូលទៅតេស្តដើម្បីបង្កើត folder គឺប្រើ command ហើយយើងដាក់មើល user ចុចពីរ enter យើងចូលទៅ ls ចឹងយើងបានបង្កើត5មួយទៀតគឺយើងប្រើ command នេះដើម្បីបង្កើត file type file សិនពី1ដល់3ទៅអត់ដែរមួយទៀតគឺយើងសាកតេស្តថាតើមានអ្នកផ្សេងអាចចូលបានអត់គឺយើងប្រើ cd sv 9យើងសាកទៅតេស្ត HR HRD ចឹង HRD ចឹងមានន័យថា HRD នេះគឺអត់មានសិទ្ធិចូលទៅក្នុងuser ACD ACU នេះទេឥឡូវយើងចូលទៅតេស្ត user ផ្សេងទៀតហើយដើម្បីចាក់ចេញពីអឺ user ហ្នឹងគឺយើងប្រើ zip ដើម្បីចាក់ចេញហើយយើង log ចូលទៅក្នុង user ផ្សេងទៀតគឺ user HR HR HRUM password 123ចឹងយើងចូលមកបានហើយគឺចូលមកក្នុង user HRUM ហ្នឹងបានហើយចឹងយើងសាកទៅបង្កើត folder ឬក៏ file ដោយប្រើ command មួយនេះមកដើម្បីតេស្តមួយទៀតគឺយើងប្រើបង្កើត folder ហើយយើងសាកCD ដើម្បីចូលទៅក្នុង user ផ្សេងតើវាចូលកើតអត់យើងសាកចូលទៅ AC
ACD អញ្ចឹងគឺ ACD ហ្នឹងគឺអត់មានសិទ្ធិចូលទៅក្នុង user HRUM ហ្នឹងឯងអញ្ចឹងយើងចាក់ចេញពីមកវិញគឺ exit ឥឡូវយើងសាក clear ចោលមកសិនឥឡូវចូលទៅ login user IT ម្ដងគឺsudo in ITU password ចា sudo sudo ITU យើងសាកទៅបង្កើត file folder ចឹងតែបានឥឡូវយើងសាកតេស្តចូលទៅអឺ user ផ្សេងទៅ user W8 W8E ទៅចឹង W8D គឺវាអត់មាន permission សម្រាប់ចូលទៅក្នុង user មួយហ្នឹងគឺយើងអត់កំណត់អត់ឲ្យមានសិទ្ធិចូលទេអញ្ចឹងយើងចេញមកវិញគឺ exit យើងចូលទៅតេស្តខមមួយទៀតគឺ sudo SAUM password 1 2 3អញ្ចឹងយើងសាកតេស្តបង្កើត folder ម្ដងអញ្ចឹងគឺបានហើយយើងសាកអឺចូលទៅ user ផ្សេងតើបានអត់អញ្ចឹងយើងសាកចូលទៅក្នុង user IT ម្ដង IT ITD អញ្ចឹង ITD គឺយើងអត់មានសិទ្ធិចូលទេអញ្ចឹងយើងចេញមកវិញដើម្បីចូលទៅ log user មួយទៀតវាយើង log warehouse W sudo WHUM password 2 3ចឹងយើងមកតេស្តបង្កើត folder មួយទៀតមកគឺដាក់ទៅ
គឺយើងបង្កើតកើតអញ្ចឹងយើងសារចូលទៅ user ផ្សេងតែវាបានអត់សារចូលទៅក្នុង user salary របស់មើល SAD គឺវាមានសិទ្ធិដូចគ្នាអញ្ចឹងវីដេអូអាត្មាគឺមានតែប៉ុណ្្នឹង